រើសយកអាលេបទ័រអគ្គិសនីពិតជាត្រឹមត្រូវហើយប៉ុន្តែឲ្យត្រូវមកប្រើប្រាស់ឲ្យគ្រប់ម៉ោងនិងចេះរបៀបថែទាំនោះលោកអ្នកនឹងចំណេញខ្ទង់$10000ក្នុងមួយឆ្នាំជំរាបសួរបងប្អូនអតិថិជនទាំងអស់គ្នាខ្ញុំបាទឈ្មោះននសរមប្រធានបច្ចេកទេសប្រចាំក្រុមហ៊ុន RMA Cambodia ផ្នែក TCM Forklift ហើយថ្ងៃនេះដែរខ្ញុំមានប្រធានបទមួយមកចែករំលែកគឺថែទាំអាលេវទ័រអគ្គិសនីប្រភេទអាគុយទឹកនៅខាងក្រោយខ្ញុំនេះ model SB9 អាចសាកម្ដងអស់$5ទៅ$6ហើយប្រើបានដល់11ម៉ោងកន្លះសល់20% 3កុំ5គួរការថែទាំអាគុយអ្វីដែលគួរធ្វើទី1ត្រូវត្រួតពិនិត្យកម្រិតទឹកអាគុយជារៀងរាល់សប្តាហ៍កម្រិតត្រឹមត្រូវកម្រិតលើសនិងកម្រិតខ្វះនេះលើសនេះក្រុមម៉ាកគេនេះខ្វះទី2ត្រួតពិនិត្យការលេចជ្រាបទឹកអាគុយនេះទឹកបិទឬទឹកបរិសុទ្ធសម្រាប់ថែមទឹកអាគុយទី4លាងសម្អាតផ្នែកខាងលើជាប្រចាំដោយប្រើក្រណាត់សើមឬស្រលក់ទឹកក្តៅអ៊ុនៗដើម្បីសម្អាតនិងផ្ដិតទឹកចេញពីធុងអាគុយទី5បំពេញទឹកបិទទៅក្នុងអាគុយមុនពេលសាកថ្មឬបញ្ចូលភ្លើង3កុំចាក់ទឹកអាស៊ីតចូលទៅក្នុងអាគុយទី2កុំថែមទឹកអាគុយលើសកម្រិតទី3កុំប្រើប្រាស់ទឹកថ្នាំសម្អាតឬសារធាតុគីមីណាមួយសូមអរគុណសម្រាប់ការតាមដានការចែករំលែកចំណេះដឹងថែទាំអាគុយអាលេវទ័រអគ្គិសនីហើយក្រុមហ៊ុន RMA មានគាត់គង់អាគុយទឹកនិងអាគុយស្ងួតមានការធានាត្រឹមត្រូវពីរោងចក្រជាពិសេសយើងមានសេវាកម្មចុះទៅសិក្សាតម្រូវការអាគុយជូនអតិថិជនដោយឥតគិតថ្លៃទំនាក់ទំនងឥឡូវនេះតាមលេខទូរស័ព្ទដូចខាងក្រោម